ធ្លាប់បានលើមកប៉ាបើយើងគាត់និយាយពីប្រវត្តិសិក្សារបស់ពួកគាត់ការពួកគាត់នៅក្មេងទាំងអស់គ្នាពួកគាត់ជាធ្លាប់បានលើពីទុកលំបាករបស់ពួកគាត់ការពួកគាត់នៅសិក្សាត្រូវទាំងមធ្យោបាយធ្វើដំណើរទាំងសម្ភារៈសិក្សាគឺខ្វះខាតណែឯនៅសាលាបឋមសិក្សាសាមគ្គីភ្នំរលៀងវិញពួកអូនក៏ដូចមកប៉ារបស់យើងដែរគឺពួកអូនត្រូវការដើរពីផ្ទះទៅសាលាចម្ងាយប្រហែលជា3ទៅ5គីឡូម៉ែត្រហើយអ្នកខ្លះទៀតអត់មានស្បែកជើងទេហើយឯសម្ភារៈសិក្សាវិញពួកអូនក៏ខ្វះខាតដូចគ្នាជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាពួកយើងគឺជានិស្សិតឆ្នាំទី1ក្រុម B នៃវិទ្យាស្ថាន KMF ពួកយើងបានបង្កើតកម្មវិធីសប្បុរសធម៌នេះឡើងដើម្បីជួយដល់ពួកអូនៗនៅតំបន់ដាច់ស្រយាលនៅក្នុងខេត្តកំពតនៃសាលាបឋមសិក្សាសាមគ្គីភ្នំរលៀងហើយពួកយើងប្រារព្ធកម្មវិធីនេះនៅក្នុងខែឧសភាបើសិនជាអ្នកទាំងអស់គ្នាចង់ចូលរួមជាមួយពួកយើងអាចចូលរួមបានតាមរយៈ QR ឬក៏មកមើលស្តង់របស់យើងនៅសាលា KMF ផ្ទាល់បាន